មុនគេខ្លាចជាអ្នកមានផ្ទះស្កឹមស្កៃមានលបងដែលមានតម្លៃថ្លៃជាងខ្ទមយើងមិនមែនគេមិនប្រឹងប្រែងទេគេប្រឹងប្រែងយប់ថ្ងៃហត់នឿយណាស់ទម្រាំសល់របស់សល់ទ្រព្យយើងដើរតាមកន្លងក្រោយគេយើងមិនអាចប្រមូលផលភ្លាមធ្វើថ្ងៃនេះបានផលស្អែកទេតែត្រូវព្យាយាមម្នាក់ប្រឹងណាប្រឹងទម្រាំបានផ្ទះធំទំនំខ្ពស់នេះគឺចំណាយការប្រឹងប្រែងដេកមិនលក់បក់មិនលហើយគឺឧស្សាហ៍ព្យាយាមលះបង់ហើយសន្សំសំចៃមិនដឹងថាគេនឿយហត់ប៉ុណ្ណាគេប្រឹងប្រែងព្យាយាមគិតគូររលុយរកាក់និងប្រឹងប្រែងកម្រិតណាយើងអត់ដឹងទេចឹងមិនមែនអ្វីបានមកដោយសុខស្រួលទេសិតតែបានពីការប្រឹងប្រែងសិតតែបានពីការព្យាយាមគិតគូរដឹងខុសដឹងត្រូវសន្សំសំចៃចឹងយើងត្រូវតែរៀនហើយកុំដើរមួយជំហានចង់បានលទ្ធផលដូចគេដើរមុនយើងរាប់ពាន់រាប់ម៉ឺនជំហានអញ្ចឹងយើងត្រូវតែរៀនដើរពីមួយជំហានទៅមួយជំហានហ្នឹងឲ្យវាបានត្រូវហើយសន្សំកុំមើលស្រាលកិច្ចការងារតូចធំក៏ដោយកិច្ចការងារតូចល្អឲ្យក៏ដោយគឺមិនត្រូវមើលស្រាលទេតែកាលណាមើលស្រាលការងារតូចហើយយើងមិនអាចបានលទ្ធផលធំបានទេពួកយើងប្រៀបដូចជារឿងស្ត្រីគេជើធ្លុះអញ្ចឹងបើយើងអត់ព្រមយកអាគេជើនឹងមកញាត់គូតទ្របគូតដើម្បីថែរក្សាត្រីផងយើងបានត្រីពីណារត់អ្នកខំជាត់មួយថ្ងៃវាស់ល្ងាចក៏អត់សល់ត្រីដែរដោយសារត្រីវាជ្រុះតាមគេជើធ្លុះនឹងអស់ដូចគ្នាដែរជីវិតវាដូចគ្នាត្រូវប្រឹងប្រែងឲ្យថែរក្សាសន្សំចៃការពារផលប្រយោជន៍ហើយចេះប្រមើលមើលអនាគត10ឆ្នាំ20ឆ្នាំ30ឆ្នាំទៅមុខទៀតมันអាចមើលទៅត្រឹមថ្ងៃស្អែកហ្នឹងมันអាចត្រឹមតែថារស់ថ្ងៃនេះហើយស្អែកចាំគិតទៀតទេយើងត្រូវរស់ថ្ងៃហ្នឹងយើងបានមកហូបចុកថ្ងៃហ្នឹងយើងត្រូវគិតថាតែយើងធ្វើអីដើម្បីត្រៀមបំរុង10 20ឆ្នាំ30ឆ្នាំទៅមុខទៀតតែយើងគួរធ្វើអីពេលដែលយើងអស់កម្លាំងធម៌ពលខ្សោះខ្សោយតើយើងសល់អីសម្រាប់ដោះដូរឲ្យជីវភាពរបស់យើងមានលំនឹងមានអាហារហូបចុកគ្រប់គ្រាន់តែប៉ុណ្្នឹងបានហើយមិនចាំបាច់គិតថាអូចង់ឲ្យវាអស្ចារ្យអីទេប៉ុន្តែយើងត្រូវត្រៀមហើយបើយើងចង់បានផ្ទះធំទំនំខ្ពស់ដូចគេទៀតយើងត្រូវតែសិក្សាពីគេហៅថារៀនអំពីល្បិចសទ្ធិនៅក្បែរសទ្ធិយើងត្រូវរៀនល្បិចសទ្ធិភ្ញាក់ស្មើណាគឺយើងភ្ញាក់ស្មើនោះសទ្ធិធ្វើអីយើងត្រូវធ្វើតាមនឹងដើម្បីឲ្យដឹងថាទុកលំបាកការប្រឹងប្រែងរបស់គេប៉ុណ្ណាយើងត្រូវប្រឹងប្រែងប៉ុណ្ណឹងបានវាអាចខ្លាយជាសទ្ធិបានប៉ុន្តែបើនៅក្បែរសទ្ធិហើយនៅក្បែរអ្នកចេះដឹងហើយយើងត្រឹមតែអើតមើលអូគេធ្វើអីណោះដេកទៅវិញអូគេធ្វើអីណោះដេកទៅវិញហ្នឹងហើយជាបញ្ហាដែលយើងអត់មានការវិវត្តទល់តែសោះទោះបីនៅជាប់នឹងលបងសទ្ធិក៏យើងអត់អាចខ្លាយជាសទ្ធិបានដែរនេះគឺជាបញ្ហា